here we have Buddhist monk from two temples, from Wat Phamikaram of Rhode Island, which is this temple, and also the temple Thammakosanaram is Pradajikun Sothai and the Kun Rani. And then we have four Buddhist monks right here. We have Venerable Sumbun, and we have Ratana, we have Sung Panya, and we do have Bun Li. And the last Buddhist monk is his beloved son of Mr. Jia Saran, is Jia Sarat, who is the oldest son in the family. I have prepared a brief bio, or you can say that chronicle or journey of Mr. Jia Saran. And if I miss anything, please forgive me, the family. ខ្ញុំប្រកាសណាខ្ញុំបានចងក្រងប្រវត្តិសង្ខេបជាដំណើរជីវិតរបស់លោកជាសូមថ្លែងអំណរអរគុណទៅដល់ព្រះគ្រូចៅអធិការស្ដីទីសុពូនហើយក៏សូមថ្លែងអំណរអរគុណទៅដល់ព្រះលេខាធិការរបស់វត្តផងសាជាថ្មីខ្ញុំប្រកាសណាជាបឋមខ្ញុំឈ្មោះសំសុវណ្ណសូមក្រាបថ្វាយបង្គំចំពោះព្រះត្រៃរតនៈមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយសូមសាជាថ្មីថ្វាយបង្គំដល់ព្រះអម្ចាស់គ្រប់ព្រះអង្គដែលគង់វត្តមាននៅទីនេះដោយសេចក្តីគោរពជ្រះថ្លាជាទីបំផុតនិងសូមជម្រាបសួរដល់ញាតិមិត្តបងប្អូនគ្រួសារនៃសពនិងលោកស្រីព្រមទាំងពុទ្ធបរិស័ទជាទីគោរពរាប់អានយ៉ាងខ្ពង់ខ្ពស់ទាំងអស់ដែលវត្តមានក្នុងទីនេះថ្ងៃនេះគឺជាថ្ងៃ100ខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃសុក្រទី14ខែមិនិនាគ្រិស្តសករាជ2025ជាវេលាដែលយើងរាល់រូបបានប្រមូលគ្នាមកជួបជុំដើម្បីសម្ដែងនូវកតញ្ញូកតវេទិតានិងគោរពវិញ្ញាណក្ខន្ធរបស់លោកជាសារ៉ាន់ដែលលោកបានទទួលអនិច្ចកម្មទៅហើយនោះខណៈនេះភរិយាកូនចៅសាច់សាឡិតនិងញាតិសន្តានបានជួបជុំគ្នាក្នុងទីនេះដើម្បីធ្វើជាបណកិច្ចគឺការគោរពទៅដល់វិញ្ញាណក្ខន្ធរបស់លោកដោយមាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រដាបង្សកូលជូនដល់វិញ្ញាណក្ខន្ធនៃសពលោកបានទទួលអនិច្ចកម្មកាលពីថ្ងៃទី8កើតខែផល្គុនត្រូវនៅថ្ងៃទី7ខែមីនាឆ្នាំ2025ក្នុងមន្ទីរពេទ្យ Rhode Island មកដល់ថ្ងៃនេះលោកបានទទួលអនិច្ចកម្មបាន7ថ្ងៃហើយព្រះករុណាគ្រប់ព្រះអង្គជាទីសក្ការៈក្រុមគ្រួសារនៃសពលោកស្រីនិងពុទ្ធបរិស័ទជាទីគោរពដើម្បីរំលឹកនឹកដល់លោកសារ៉ាន់ខ្ញុំប្រកាសថាខ្ញុំបានស្ម័គ្រចិត្តជាស្មេដើម្បីចងក្រងប្រវត្តិសង្ខេបរបស់លោកបានយកកំណើតជាមួយនឹងអ្នកម្ដាយឈ្មោះទេនិងលោកឪពុកឈ្មោះអ៊ុចលោកអ្នកមានគុណរបស់លោកទាំងពីររូបបានទទួលអនិច្ចកម្មអស់ទៅហើយលោកបានផ្ដល់កំណើតក្នុងភូមិទួលឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមនាថ្ងៃទី20ខែកុម្ភៈគឺខែ2ឆ្នាំ1951នៅពេលបច្ចុប្បន្ននេះលោកមានអាយុ74ឆ្នាំលោកមានបងប្អូន5នាក់ប្រុស4ស្រី1នាក់លោកជាកូនទី3ក្នុងគ្រួសារលោកជាបុគ្គលម្នាក់គត់ក្នុងចំណោមបងប្អូនទាំងអស់ដែលបានរត់ភៀសខ្លួនមកក្រៅប្រទេសកាលពីកុមារភាពលោកបានរស់នៅជួបជុំជាមួយឪពុកនិងអ្នកម្ដាយបងប្អូនឯភូមិកំណើតរបស់លោកកាលពីសម័យសង្គមរាស្ត្រនិយមលោកឪពុករបស់លោកជាមេស្រុកនិងអ្នកម្ដាយជាមេផ្ទះលោកសារ៉ាន់ធ្លាប់បានបួសរៀនក្នុងព្រះពុទ្ធសាសនាមុនរបបកម្ពុជាប្រជាធិបតេយ្យគឺសម័យខ្មែរក្រហមប៉ុលពត
សម័យកម្ពុជាប្រជាធិបតេយ្យគឺជាឈ្មោះតំណាងឲ្យរបស់ផ្ដាច់ការនៅប្រទេសកម្ពុជាកាលពីចន្លោះខែមេសាឆ្នាំ1975ដល់ខែមករាឆ្នាំ1979ដែលដឹកនាំដោយពួកខ្មែរក្រហមនាពេលនោះបរោះសារ៉ាន់មានអាយុ24ឆ្នាំបានត្រូវអង្គការហើយបានបើកសិទ្ធិឲ្យយុវជនចល័តជ្រើសរើសយកមិត្តនារីដែលខ្លួនស្រឡាញ់ពេញចិត្តធ្វើជាភរិយាហើយអង្គការរបស់យើងនឹងរៀបការឲ្យពេលនោះយុវជនយ៉ាងសង្ហាគឺលោកសារ៉ាន់បានចាប់ចិត្តប្រតិបត្តិលើរូបយុវតីគឺកញ្ញាសាមឿននាសម័យនោះគឺអង្គការwill be held as planned បាទចំណងស្នេហ៍10000ឆ្នាំរបស់លោកទាំងពីរបានកសាងអនុស្សាវរីយ៍ជាច្រើនដែលមិនអាចគណនាបាននិងចំណងស្នេហ៍ដែលមិនអាចកាត់ថ្លៃបាននោះលោកទាំងទ្វេបានផ្ដល់កំណើតដល់បុត្រ3រូបគឺប្រុស1ស្រី2លោកកូនប្រុសច្បងគឺលោកសារ៉ាត់នៅចំហៀងខាងចុងក្រោយលោកមានកូនស្រី2នាពេលបច្ចុប្បន្ននេះគឺពោះម៉ាយអ្នកនាងសារ៉េតបាទនៅចំពោះមុខរបស់យើងនេះដែរបាទនាងមានកូន2នាក់អ្នកនាង Tarin គឺមានគូកម្លាំងចិត្តគឺ Thomas in the back there and Tarin has 4 children but Tarin គឺមានកូន4នាក់ប្រុស2ស្រី2តាមព្រំដែនខ្មែរថៃក្នុងឆ្នាំ1982លោកនិងក្រុមគ្រួសារបានមកដល់ជំរំជនភៀសខ្លួនខាវីដាងប្រទេសថៃដែលមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនជាភាសាអង់គ្លេសគេហៅថា United Nations High Commissioner for Refugees ជាអង្គការទទួលបន្ទុកដល់ជនភៀសខ្លួនលោកនិងក្រុមគ្រួសារបានរស់នៅក្នុងជំរំមានឋានៈជាជនភៀសខ្លួនរហូតដល់ឆ្នាំ1984ក្នុងខែមិថុនាគឺខែ6ឆ្នាំ1984លោកនិងក្រុមគ្រួសារត្រូវក្រុមជំនុំគ្រឹះបរិស័ទបានធានាមកក្រុង Dallas រដ្ឋ Texas ក្នុងឆ្នាំ1985ដល់86មករស់នៅHolyoke រដ្ឋ Massachusetts នៅឆ្នាំ1986ដល់ឆ្នាំ2005រស់នៅក្រុង Providence រដ្ឋ Rhode Island 2005ដល់ខែកញ្ញាគឺបានមករស់នៅក្នុងរដ្ឋ Utica 2005ដល់ខែកញ្ញា2024រស់នៅក្រុង Utica រដ្ឋ New York ជីវិតចុងក្រោយរបស់លោកបានវិលមករស់នៅក្រុង Providence រដ្ឋ Rhode Island ក្នុងខែកញ្ញា2024បុគ្គលិកលក្ខណៈពិសេសរបស់លោកគឺលោកជាសិល្បករតន្ត្រីនិងចម្រៀងសម័យយ៉ាងចំណានមួយរូបលោកចេះលេងឧបករណ៍តន្ត្រីសម័យមានហ្គីតាសូឡូស្គរជើងនិងអកយ៉ាងស្ទាត់ជំនាញលោកជាបុគ្គលចូលចិត្តសប្បាយទទួលរាក់ទាក់ចំពោះបងប្អូនញាតិមិត្តលោកបានទទួលអនិច្ចកម្មដោយរោគាព្យាធិគឺជំងឺទឹកនោមផ្អែមដែលកើតមានលើរូបលោកជាច្រើនឆ្នាំនិងជំងឺគាំងបេះដូងនាកាលចុងក្រោយលោកបានបាត់បង់កាយសម្បទាគឺមួយងឹតភ្នែកទាំងសងខាងលោកនិងក្រុមគ្រូពេទ្យរបស់លោកបានប្រឹងប្រែងនិងរិះរោចមធ្យោបាយនិងគ្រប់រាល់វិធីដើម្បីព្យាបាលនៅជំងឺរបស់លោកតែអនិច្ចំណាស់លោកមិនត្រូវបានសង្គ្រោះជីវិតបានឡើយក្នុងការទទួលការព្យាបាលក្នុងមន្ទីរពេទ្យដោយលោកបានមានប្រសាសន៍ប្រាប់ដល់ភរិយាទីស្រឡាញ់របស់លោកគឺអ្នកស្រីសាមឿនថាបងមិនចង់ទៅមន្ទីរពេទ្យទេបងអស់ជីវិតក្នុងហត្ថារបស់អូនក្នុងថ្ងៃចុងក្រោយនៃជីវិតរបស់លោកគឺក្នុងថ្ងៃសុក្រទី7ខែមីនាមុននឹងលោកអស់បុណ្យនិងរលត់វិញ្ញាណក្ខន្ធទៅលោកត្រូវបានភរិយានិងកូនចៅញាតិមិត្តមួយចំនួនបាននិមន្តព្រះសង្ឃស្វាធ្យាយព្រះបរិត្តជូនដល់លោកតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនាចំនួន2លើកនៅក្នុងនោះគឺមានលោកគៀមដាញ់ហើយនិងភរិយារបស់លោក
គឺអ្នកស្រីងឹមគឺតែងតែផ្ដល់នូវកម្លាំងទឹកចិត្តដល់ក្រុមគ្រួសារជានិច្ចលោកបានទទួលអនិច្ចកម្មក្នុងជនអាយុ74ឆ្នាំយើងគ្រប់រូបមានការសោកស្ដាយជាពន់ពេកដល់ការបាត់បង់នៅបុគ្គលជាទីគោរពនិងស្រឡាញ់ជាទីបំផុតនេះអ្នកស្រីសមឿនពិតជាឧត្តមភរិយានៃសពលោកជាសារ៉ាន់យ៉ាងជាក់ប្រកបមែនអ្នកស្រីបានជួយបែកបាច់រក្សាលោករហូតដល់ដង្ហើមចុងក្រោយខ្ញុំប្រកាសថាខ្ញុំបាទសំសវណ្ណជាស្មេគឺសូមជួយរំលែកទុក្ខដល់ក្រុមគ្រួសារសពទាំងអស់នៅជាទីបញ្ចប់នៃសង្យុគថាយ៉ាងសង្ខេបតាំងនាងខ្ញុំប្រកាសថាខ្ញុំបាទតំណាងដល់ក្រុមគ្រួសារនៃសពសូមគោរពអរព្រគុណនិងអរគុណដល់អស់លោកស្រីគ្រប់រូបជាពិសេសដល់ក្រុមគ្រួសារដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីរបស់យើងនាពេលនេះព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាគ្មានសេចក្តីស្ងប់ឯណាជាជាងក្តីស្ងប់ក្នុងអារម្មណ៍គឺគ្មានឡើយសូមអរព្រគុណនិងសូមអរគុណបានណាអឡងតែប្រឡាក់តឡឡើងដែលអានខ្មែរតឡភាពស្ងៀមស្ងាត់ដើម្បីជួយកិច្ចគ្រប់នៅវិញ្ញាណក្ខន្ធចំនួនប្រមាណ1នាទីចឹងសូមគ្រប់ណាថេសន្តិបរាំងសុខហាំ With each step we take, we honor him. And while some of them don't know it yet, I know he knows it in his heart. And as I said, as he goes into the next life, I just want him to know that I will always listen to his music, and listen to his voice, and that his one-man band won't be one forever. And we'll all carry that on going forward. God, I love you. គណៈកម្មការក្រុមប្រឹក្សាភិបាលវត្តព្រមទាំងសមាជិកគ្រប់រូបនៃវត្តធម្មការាមហៅវត្តចាស់ក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកសូមសម្ដែងសមានចិត្តចូលរួមរំលែកនៅសេចក្តីទុក្ខដ៏ក្រៀមក្រំនិងសោកស្ដាយជាអតិបរមាការទទួលអនិច្ចកម្មរបស់ឧបាសកជាសារ៉ាន់កាលពីវេលាម៉ោង 8:39 នាទីយប់ថ្ងៃសុក្រទី 2025 ត្រូវនៅថ្ងៃ 9 កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ 2568 ក្នុងជនអាយុ 74 ឆ្នាំដោយរោគគាពៀតក្នុងនាមព្រះសង្ឃអាចារ្យគណៈកម្មការក្រុមប្រឹក្សាភិបាលព្រមទាំងសមាជិកគ្រប់រូបនៃវត្តធម្មការាមពិតជាតក់ស្លុតហួសពីការថ្លែងចំពោះការបាត់បង់នៅធនធានសមាជិកគ្រួសារមួយរូបប្រកបដោយសមត្ថភាពដែលមានគុណូបការៈដ៏គួរឲ្យគោរពជាឧត្តមស្វាមីជាឧបជាលោកតាសន្តោសដោយព្រមវិហារធម៌នៅក្នុងគ្រួសារនិងតែងតែខ្វល់អប់រំបណ្ដុះនៅសេចក្តីល្អថែរក្សាមរតកវប្បធម៌ទាំងក្នុងសហគមន៍ខ្មែរនៅលើទឹកដីនៃសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជាដោយដេជះនៃគុណបរតនត្រ័យដេជះនៃទានសិលភាវនានិងគ្រប់បញ្ញកម្មទាំងឡាយដែលខ្ញុំប្រកាសអាត្មាភាពយើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសនៅមហាកុសលទាំងឡាយទាំងពួងជូនចំពោះវិបាកបដិសន្ធិវិញ្ញាណឧបាសកជាសារ៉ាន់ស
សូមឲ្យបានទៅប្រទេសស្ថាននៅក្នុងសុគតិភពព្រះបរមសុខគឺនៅព្រាណវត្តធម្មការាមថ្ងៃសុក្រ1រោចខែប្រគល់ឆ្នាំរោងចក្ស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី14ខែមិនិនាឆ្នាំ2025ខែណាហមលោកសារ៉ាន់ជាតិទៅកាន់ទីបូជាម្ដងហើយមកផ្នែកជាពិសេសដ៏សំខាន់ទៀតនោះណាគឺញាតិញោមសូមអញ្ជើញទៅកាន់ការពិធីបុណ្យយើងផងដែរណាអញ្ចឹងសូមអញ្ជើញបើហើយចូលរួមនៅក្នុងការដាក់ផ្កាប្រកបដោយសេចក្តីគោរពកុំបីមាននៅក្តីប្រមាថពិចារណានៅក្នុងកងសង្ខារអាយុយើងគេទាំងអស់គ្នាថាសភាវៈជីវិតដែលកើតមកហើយស្ថិតនៅក្នុងត្រៃលក្ខណៈធម៌អនិច្ចំទុក្ខំនិងអនត្តាណាគឺសភាពប្រែប្រួលមិនទៀងទាត់ស្ថិតនៅក្នុងការលំបាកនៃការទ្រាំហើយមិនស្ថិតក្រោមអំណាចនៃការប្រកបបញ្ជាអញ្ចឹងសូមអស់លោកអ្នកអញ្ជើញដាក់ការប្រកបដោយសេចក្តីគោរពទាំងអស់គ្នាបងការឡើងក្រោយរូបចាក់នេះរូបចេញមកឡងក្រោយសានមេមិតាញ់ចពុទ្ធាងិមេសការេអភិពុជយាមិតងទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបានភ័យទៅដែលដល់ហើយនៅឲ្យជាសត្វបានសេចក្តីសោកទៅរមណធម្មាសនិត្យសនសម្បដិខេធម្មាអនិត្យសនសម្បដិអនិត្យសនាបដិខេធម្មាពាវេសតតកមេតកាធម្មសង្កណបករណងនិមសមតាំងหกลุกตัดอ้อยโยนโยมទៅចូលទៅចាំឲ្យភ្លើងឲ្យអីទៅបងតូនចៅអីចូលទៅទាំងអស់គ្នាទៅឲ្យភ្លើងបូជាហើយយើងវិលត្រឡប់ទៅវត្តវិញដោយអំណាចផល្លានិសង្ឃដែលបនហូរជូនទៅเป็นดังนี้ขอวรไปดองขออายุตักบาตรกับวันตกบาตรกับวันตกบาตรกับวันตกบาตร
in turn. បេតវិញ្ញាណោនិរតាំងវកលង្ការំលោទឹកទាំងឡាយមានទន្លេញ៉ាសាគួរគឺសម្បត្តិឲ្យពេញព្រាមដោយស្ដេចមេញអេវមេវេតោនឹងបេតានាងឧបកាបតេទានតោទើងឲ្យហើយអំពីលោកនៃរមែងសម្រាប់ផលដល់អ្នកដែលចែកឋានតិចេតាំងបាទៅតាំងនមខាបមេវសម័យចតសូមអន្តផលគឺផលជាទីគំចើឲ្យបានឆាប់រួរន្តនចិនសាពេពោរេនសង្កបាសូមតម្រែប្រតពុញចូលពេញដល់អ្នកចន្ទោបណ្ណរសយថាដោយព្រះច័ន្ទក្នុងថ្ងៃនោសោដោយកែវមុនីមានរាស្មីដ៏រុងរឿងជាកែវវិសេសអាចញាសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានប្រមតតែនឹងបានទៅហើយជាទេវតាមនោករមេញបានដល់ហើយរីករាយសប្បាយទាំងឡាយទាំងបរិបទាំងស្ត្រីជួយជាផលសម្រេចជួយជាផលសម្រេចជួយជាផលសម្រេច សាធុសាធុសា មេហន្ទេមយាកតាំងបញ្ញੰសាមិណាអនុមោទិតាពាំងសាមិណាកតាំងបញ្ញੰមៃហੰទាតពាំងសាធុសាធុសាទាមិតបមកយើងគាត់ជាគ្រូតែម្ដងដល់ទៀតឧកាសាហន្ទេមយាកតាំង